មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ឡើងកម្ពស់ក្នុងកម្រិតប្រកាសអាសន្នពោធិ៍សាត់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី1ខែតុលាឆ្នាំ2025នេះចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ឡើងកម្ពស់ក្នុងកម្រិតប្រកាសអាសន្នក្នុងសេចក្តីប្រកាសព័ត៌មាននោះបានឲ្យដឹងថាបន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថានៅថ្ងៃទី30ខែកញ្ញាឆ្នាំ2025មានព្យុះទី20ឈ្មោះថាបូឡយ T2520 នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់មកលើសមុទ្រអានដាមែនឈូងសមុទ្រថៃអាងទន្លេមេគង្គសមុទ្រចិនខាងត្បូងនិងមកលើប្រជាជាតិចក្រកម្ពុជាកន្លងផ្លូវដើររបស់ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើប្រជាជាតិចក្រកម្ពុជានោះទេស្ថានភាពនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី30កញ្ញាដល់ថ្ងៃទី2ខែតុលាឆ្នាំ2025ខេត្តពោធិ៍សាត់មានភ្លៀងធ្លាក់ផ្គររន្ទះពីតិចទៅច្រើនខ្លាំងភេវនីយភាព 80% ជាក់ស្ដែងនៅក្នុងខេត្តពោធិ៍សាត់ស្ថានភាពទឹកស្ទឹងពោធិ៍សាត់មានកម្ពស់ទឹកបានកើនឡើងក្នុងកម្រិតមួយដែលប្រកាសអាសន្នដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិពីទឹកជំនន់តាមដងស្ទឹងដែលអាចកើតឡើងក្នុងខេត្តពោធិ៍សាត់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តសូមជម្រាបជូនថាបន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថាមានភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវាញស្ទឹងអារ៉ៃស្ទឹងធំមានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់ឥទ្ធិពលនៃស្ទឹងខាងលើនេះនឹងធ្វើឲ្យទឹកស្ទឹងពោធិ៍សាត់មានសន្ទុះកើនឡើងជាបន្តបន្ទាប់និងអាចបង្កឲ្យមានទឹកជំនន់ក្នុងខេត្តពោធិ៍សាត់យោងតាមស្ថានភាពអាកាសធាតុខាងលើមន្ទីរធនធានទឹកនិងឧតុនិយមខេត្តសូមជម្រាបជូនដល់អាជ្ញាធរក្រុងស្រុកឃុំសង្កាត់គ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់និងស្ទឹងដែលពាក់ព័ន្ធពោះសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុនិងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជំនះប្រជាពលរដ្ឋដែលងាយរងគ្រោះកុំជឿកុំជក់កុំជួញគ្រឿងញៀនបំណងល្អពី Right to You